Ok ក្នុងវីដេអូនេះខ្ញុំនឹងឲ្យអ្នកទាំងគ្នាអំពីលក្ខណៈប្លែកមួយទៀតដែលខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាមួយចំនួនធំប្រហែលជាមិនអាចធ្លាប់ជួបពីមុនមកទេមានថានៅលើកម្មវិធី Excel យើងគ្រាន់តែវាយឈ្មោះពេលនោះលេខរៀងរបស់យើងនឹងលោតដោយស្វ័យប្រវត្តិដូចគ្នាទៅនឹងកម្មវិធី Microsoft Access ផងដែរហើយអ្វីដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់គឺមានន័យថាតារាងនឹងបង្ហាញដោយស្វ័យប្រវត្តិផងដែរមិនចាំបាច់ឲ្យអ្នកទាំងអស់គ្នាចំណាយពេល select វាធ្វើការ mouse ស្ដាំ format cell ហើយចូល border នោះទេបាទអញ្ចឹងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ខ្ញុំនឹងឧទាហរណ៍ឲ្យឃើញតែម្ដងអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំមានបញ្ជីឈ្មោះមួយនេះបាទលេខរៀងគឺខ្ញុំមិនធ្វើការវាចូលទេខ្ញុំវាតែឈ្មោះឧទាហរណ៍ថាខ្ញុំវាយឈ្មោះថា Dara បាទពេលនោះយើងឃើញថាលេខរៀងលោតលេខ1ហើយតារាងគឺលោតចុះដោយស្វ័យប្រវត្តិបាទយើងអាចសរសេរព័ត៌មានផ្សេងៗតែដើម្បីកុំឲ្យខាតពេលខ្ញុំធ្វើតែឈ្មោះចុះទេបាទអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ថាឈ្មោះសុខាទេវីបាទវិស្នាបាទអញ្ចឹងយើងឃើញថាទោះបីយើងវាយដល់ណាក៏លេខរៀងហើយនឹងតារាងរបស់យើងបង្ហាញដោយស្វ័យប្រវត្តិដែលយើងមានទទួលបាននៅការចំណេញពេលវេលាយ៉ាងច្រើនសម្រាប់ធ្វើការងារផ្សេងៗទៀតបាទហើយដើម្បីបង្ហាញថាតើធ្វើយ៉ាងណាដើម្បីទទួលបានលទ្ធផលបែបនេះបាទសូមតាមដានទាំងអស់គ្នាខ្ញុំនឹងបង្ហាញសារឡើងវិញឧទាហរណ៍ថាខ្ញុំសរសេរលេខរៀងឈ្មោះភេទតួនាទីលេខទូរស័ព្ទហើយនឹងផ្សេងៗបាទដើម្បីកំណត់ឲ្យលេខរៀងលោតដោយស្វ័យប្រវត្តិគឺយើងប្រើរូបមន្តមួយឈ្មោះថា if ដែលរូបមន្តវាបើសិនបើឈ្មោះនេះស្មើនឹងទៅទេខមាទៅទេបើមិនឆ្នេះទេគឺលេខ1ហើយចំពោះ cell ទី2គឺយើងប្រើរូបមន្ត if ដូចគ្នាបើសិនបើឈ្មោះនេះយកខាងលើបូក1បាទប៉ុណ្នេះយើងអាចចុចលើក cell ទី2ហើយយើងធ្វើការអុសចុះក្រោមតាមដែលយើងចង់បានអុសប្រមាណបានដូចគ្នាបាទយើងអាចកំណត់ដាក់នៅកណ្ដាលហើយចំពោះឈ្មោះនេះគឺយើងមិនធ្វើការកំណត់ឲ្យច្រើននោះទេបាទយើងសាកវាយឈ្មោះចូលបាទពេលនោះយើងឃើញថាវានឹងលោតលេខរៀងប៉ុន្តែគឺអត់មានតារាងអញ្ចឹងដើម្បីឲ្យមានតារាងគឺយើង select លើតារាងទាំងអស់បាទហើយអាចអុសចុះក្រោមតាមដែលយើងចង់បានបន្តមកទៀតយើងចូលតាម conditional formatting ហើយយកពាក្យថា new role បាទនៅក្នុងនេះយើងរើសពាក្យថា use formula to determine which cell to format បាទនៅក្នុងប្រអប់នេះយើងចុចចំឈ្មោះបន្តមកយើងចុច F4 ពីរដងយើងគ្រាន់តែប្រើពាក្យថា copy មានថាតូចធំផ្ទុយគ្នាហើយតម្លៃទៅទេទៅមានកណ្ដាល4ដងបន្តមកទៀតចុចលើ format បាទយើងឃើញពាក្យថា border យើងអាចកំណត់ពណ៌ឲ្យតារាងរបស់យើងអូខេបាទពេលហ្នឹងយើងឃើញថាវាទទួលបានបាទយើងសាកវាឈ្មោះចូលអូខេយើងនឹងបង្ហាញតារាងយើងវាឈ្មោះអ្នកទី2បាទអញ្ចឹងមានន័យថាយើងវាយដល់ត្រឹមណាគឺវាបង្ហាញលេខរៀងហើយនឹងតារាងឲ្យយើងដោយស្វ័យប្រវត្តិបាទនេះខ្ញុំគិតថាគឺជាចំណុចល្អមួយសម្រាប់អ្នកទាំងអស់គ្នាដើម្បីចំណេញពេលក្នុងការធ្វើការងារផ្សេងៗបាទសូមអរគុណ